សម្រាប់រាជសីគ្រាន់តែស្ដាប់ឈ្មោះនេះក៏រៀងព្រឺរោមដែរកាចខ្លាំងតែម្ដងសម្រាប់ឈ្មោះទុកងដែលមានឈ្មោះថាសម្រាប់រាជសីដូចជាបាត់មុខរៀងយូរដែរហើយពុកម៉ែបងប្អូនគ្នាសម្រាប់ទុកងដែលស្ថិតនៅក្នុងវត្តតួសវណ្ណារាមសង្កាត់តួសង្កែខណ្ឌរសីកែវរាជធានីភ្នំពេញមួយគ្រឿងនេះណាសម្រាប់ប្រវត្តិនៃទុកងនេះវិញគឺថាមិនធម្មតាទេពុកម៉ែបងប្អូនគ្នាសម្រាប់លបឿនវិញគឺញាក់សាច់តែម្ដងតែដូចជាខកខាននៅក្នុងការប្រកួតយូរដែរហើយសម្រាប់ប្រវត្តិអីយ៉ាងណាយ៉ាងនេះគឺខ្ញុំមិនសូវជាដឹងច្បាស់នោះទេប៉ុន្តែអ្វីដែលខ្ញុំធ្លាប់ដឹងគឺធ្លាប់ឃើញវីដេអូនៅក្នុង TikTok ណាឬក៏ Facebook ជួនកាលទូខ្លះគឺខ្ញុំអត់ដឹងច្បាស់ព័ត៌មានទាំងស្រុងទេហើយក៏មិនបានឃើញផ្ទាល់ទាំងស្រុងនោះដែរប៉ុន្តែគ្រាន់តែថាគេឈ្មោះគឺល្បីល្បាញមែនទែនសម្រាប់ទុកងដែលមានឈ្មោះថាសម្រាប់រាជសីដែលស្ថិតនៅក្នុងរាជធានីភ្នំពេញមួយគ្រឿងនេះហើយបច្ចុប្បន្នដូចជាមិនឃើញមានការចោទទឹកដោយដែលពុកម៉ែបងប្អូនបានឃើញហ្នឹងគឺនៅក្នុងរោងនេះតែបើមើលទូកទៅគឺដូចជាមិនតន់អីទេទូកសាច់នៅល្អស្អាតនៅឡើយនោះទេពុកម៉ែបងប្អូនអរគ្នាហើយសម្រាប់គំនូវិញក៏រត់តកាយទៀតហើយរៀងប្លែកភ្នែកតែម្ដងគឺមានរូបរាជសីតែម្ដងមាននៅខាងក្បាលនោះមានរាជសីហើយមាននៅកន្លែងកន្ទុយហងកន្លែងគេហៅជ្រីតាមកែមទុកហ្នឹងគឺមានរាជសីទៀតអូគេថារាជសីច្រើនណាស់ពុកម៉ែបងប្អូនអរគ្នាហើយខាងនេះក៏ចូលមកមើលលេងដោយសារតែមានពេលជិះកាត់ណាក៏ចូលមកមើលបន្តិចទៅធ្លាប់ឃើញមកបងយើងគាត់បានទៅថតបានច្រើនណាស់តែតមួយនឹងទូកងដែលមានឈ្មោះថាសម្រាប់រាជសីមួយគ្រឿងនេះសង្ឃឹមថានឹងអាចមានវត្តមានឡើងវិញហើយក៏សង្ឃឹមថានឹងអាចមានទូកថ្មីដូចគ្នានេះសម្រាប់ខ្ញុំណាហើយចឹងអរគុណមែនទែនសម្រាប់ពុកម៉ែបងប្អូនគ្នាដែលតាមដាននិងទស្សនានៅវីដេអូរបស់ខ្ញុំចាំជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាអរគុណច្រើន